ជំរាបសួរសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំអញ្ចឹងនៅថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយដែលនិយាយអំពីមូលដ្ឋានគ្រឹះប្រវត្តិវិទ្យាដោយក្នុងនេះដែរខ្ញុំបានលើកយកអំពីសម័យកាលធំៗនៃប្រវត្តិសាស្ត្រទាក់ទងនឹងសម័យកាលប្រវត្តិសាស្ត្រគឺគេបានបែងចែកជាពីរធំទី1គឺកាលសម័យបុរេប្រវត្តិសាស្ត្រទី2គឺកាលសម័យប្រវត្តិសាស្ត្រនៅក្នុងកាលសម័យបុរេប្រវត្តិសាស្ត្រហ្នឹងគេបានបែងចែកវាជា3ទៅតាមអ្វីដែលគេបានរកឃើញតាមអាយុកាលយុគទី1នេះគឺយុគថ្មបំបែកហើយទី2គឺយុគថ្មរំលេងទី3នេះគឺយុគលោហៈចំពោះសម័យកាលប្រវត្តិសាស្ត្រគេបានបែងចែកវាជា4ទី1គឺបុរាណសម័យទី2មជ្ឈិមសម័យទី3នវសម័យទី4គឺសហសម័យចំពោះកាលប្រវត្តិសាស្ត្រពិភពលោកជាទូទៅគឺអត់ដូចគ្នានឹងកាលប្រវត្តិសាស្ត្រនៃប្រទេសនីមួយៗទេឧទាហរណ៍ថាប្រទេសកម្ពុជាសម័យកាលប្រវត្តិសាស្ត្រហ្នឹងវាទាល់តែមកដល់គ្រិស្តសករាជមានន័យថាដើមសតវត្សទី1ឯកសារខ្លះថាឆ្នាំ50នៃគ្រិស្តសករាជហើយឯកសារខ្លះទៀតថាឆ្នាំ52នៃគ្រិស្តសករាជទើបចាប់ផ្ដើមអាណាចក្រហ្វូណនឬក៏អាណាចក្រភ្នំហ្នឹងហើយជាសម័យកាលទី1នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជាចំពោះកាលប្រវត្តិសាស្ត្រពិភពលោកគឺរាប់ចាប់ពីពេលដែលគេបានរកឃើញអក្សរនៅក្នុងប្រទេសអេស៊ីបអញ្ចឹងមានន័យថាប្រវត្តិសាស្ត្រពិភពលោកគឺចាប់ផ្ដើមតាំងតែពីមុនគ្រិស្តសករាជទៅទៀត